អ្នកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីនវត្រាបើគិតត្រឹមថ្ងៃទី30ខែមិថុនានេះអ្នកស្រីអាចនឹងមានហានិភ័យខ្ពស់នៅក្នុងការធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រីបើយោងតាមការស្រង់មតិប្រជាប្រិយភាពក៏ដូចជាការយល់ឃើញរបស់ប្រជាជនថៃដែលបានគ្រប់គ្រងឬមិនគ្រប់គ្រងអ្នកស្រីដោយក្នុងនោះមតិគ្រប់គ្រងអ្នកស្រីត្រឹមតែ 9.20% ប៉ុណ្ណោះចំណែកឯការគ្រប់គ្រងយោធារហូតដល់80និង70%ឯណោះបងប្អូនប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីតំណែងអ្នកស្រីនាយករដ្ឋមន្ត្រីផែថងឋានស៊ីនវត្រាអាចនឹងមានហានិភ័យនៅក្នុងការធ្លាក់តំណែងពីនាយករដ្ឋមន្ត្រីដោយសារតែការប្រជាប្រិយភាពរបស់អ្នកស្រីបានកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងផងដែរដោយនៅក្នុងនោះការស្រង់មតិប្រជាប្រិយភាពធ្លាក់ចុះស្របត្រឹមតែ 9.20% ចំណែកឯការគ្រប់គ្រងយោធារហូតដល់70ទៅ80%ឯណោះដូច្នេះហើយធ្វើឲ្យប្រជាពលរដ្ឋថៃមួយចំនួនហាក់បីដូចជាមានការលំអៀងមានន័យថាមានការគ្រប់គ្រងយ៉ាងខ្លាំងចំពោះយោធាបែរជាមិនសូវគ្រប់គ្រងជាមួយនឹងអ្នកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីនវត្រានេះនោះទេក៏ដោយសារតែអ្នកស្រីមួយរយៈនេះបានកំពុងតែធ្វើអ្វីមួយហាក់ធ្វើឲ្យប្រជាពលរដ្ឋថៃមិនមានការគ្រប់គ្រងនិងមិនមានការពេញចិត្តចំពោះអ្នកស្រីនោះទេសូម្បីតែគ្រួសារអ្នកស្រីក៏ដោយបងប្អូនប្រិមិត្តប្រកាសជាជាក់បានស្គាល់ហើយអំពីជីវប្រវត្តិរបស់អ្នកស្រីផែថងឋានស៊ីនវត្រាដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃហើយបច្ចុប្បន្ននេះអ្នកស្រីក៏កំពុងតែធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរពីសំណាក់ប្រជាជនរបស់ថៃខ្លួនដោយក្នុងនោះមានការវោតគ្រប់គ្រងអ្នកស្រីត្រឹមតែ 9.20% តែប៉ុណ្ណោះហើយបើសិនជាការគ្រប់គ្រងយោធាវិញគឺរហូតដល់70ទៅ80%ដូច្នេះហើយការស្ទង់មតិនេះយើងអាចស្មានឲ្យដឹងថាអ្នកស្រីអាចនឹងមានការហានិភ័យខ្ពស់នៅក្នុងការធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រីនៅពេលឆាប់ខាងមុខនេះដោយសារតែប្រជាប្រិយភាពរបស់អ្នកស្រីកាន់តែធ្លាក់ចុះខ្លាំងម្ដងបន្តិចទៅហើយនៅក្នុងពេលវេលានេះម៉ោងនេះផងដែរដោយសារតែអ្នកស្រីបានធ្វើរឿងរ៉ាវមួយចំនួនធ្វើឲ្យពលរដ្ឋថៃហាក់ដូចជាមិនសូវពេញចិត្តនៅទង្វើក៏ដូចជាសកម្មភាពរបស់អ្នកស្រីទេអ្វីត្បិតបើអ្នកស្រីកំពុងតែខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋនៅតែសង្កត់ធ្ងន់រឿងរ៉ាវដែលអ្នកស្រីធ្វើឲ្យប្រទេសថៃអាប់អោនកិត្តិយសអាប់អោនគេឈ្មោះរឿងការបែកធ្លាយសារសម្លេងជាមួយនឹងកម្ពុជាចំណុចនេះហើយធ្វើឲ្យប្រជាជនថៃបានសង្កត់ធ្ងន់យ៉ាងខ្លាំងចំពោះអ្នកស្រីផែថងឋានស៊ីនវត្រាស្របពេលបញ្ហានយោបាយនៅក្នុងប្រទេសថៃកំពុងស្ថិតក្នុងភាពចលាចលហើយក្រុមបាតកោរាប់ពាន់នាក់បាននាំគ្នាធ្វើបាតកម្មទាមទារឲ្យលោកស្រីផែថងឋានស៊ីនវត្រាចុះចេញពីតំណែងការស្ទង់មតិមួយបានបង្ហាញថាពលរដ្ឋថៃភាគច្រើនចង់ឲ្យមេដឹកនាំគណៈបកប្រឆាំងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោកស្រីផែថងឋានទន្ទឹមនឹងនេះមានការលើកឡើងថាលោកស្រីផែថងឋានអាចនឹងដើរតាមកន្លងរបស់លោកប្រយុទ្ធច័ន្ទអ៊ុយឆាអតីតនាយករដ្ឋមន្ត្រីថៃដោយអាចទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រសិនបើតុលាការធម្មនុញ្ញថៃព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីតទៅនេះក្រុមការងារ Cambodia លំអិតលើរឿងរ៉ាវនេះដូចតទៅសារព័ត៌មាន The Nation បានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃលោកស្រីផៃថងឋានស៊ីនវត្រាបានបញ្ជូនឈ្មោះគណៈរដ្ឋមន្ត្រីថ្មីទៅលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យគុណវុឌ្ឍិគណៈរដ្ឋមន្ត្រីថ្មីដែលគេហៅថាគណៈរដ្ឋមន្ត្រីផែថនឋាន1លើ2ហើយសមាជិកគណៈរដ្ឋមន្ត្រីថ្មីនេះត្រូវបានគេរំពឹងថាបានដាក់ថ្វាយព្រះមហាក្សត្រថៃនៅថ្ងៃទី28ខែមិថុនារួចហើយដើម្បីអនុម័តចុងក្រោយក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីថៃថ្មីនេះលោកស្រីផែថនឋានត្រូវបានគេដឹងថានឹងកាន់តួនាទីជានាយករដ្ឋមន្ត្រីផងនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងបន្ទាប់ពីបានផ្ទេរឈ្មោះលោកស្រីស៊ូដាវ៉ាន់វាងស៊ូផាកិចសូកុលទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងនវានុវត្តន៍ការនេះត្រូវបានគេមើលឃើញថាជាការធ្វើតាមយុទ្ធសាស្ត្ររបស់លោកប្រយុទ្ធច័ន្ទអូចាដែលធ្វើជារដ្ឋមន្ត្រីការពារជាតិក្នុងពេលតុលាការធម្មនុញ្ញបញ្ជាឲ្យព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកបើតាមប្រភពដែលបានដឹងពីបញ្ហានេះបានឲ្យដឹងថាការសម្រេចចិត្តឲ្យលោកស្រីផែថនឋានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌នេះគឺជាផ្នែកមួយនៃផែនការបន្ទាន់ចំពេលមានគេរំពឹងថាតុលាការធម្មនុញ្ញអាចនឹងព្យួរតំណែងនាយករដ្ឋមន្ត្រីលោកស្រីជាបណ្ដោះអាសន្នដោយសារតែសំណុំរឿងផ្លូវច្បាប់ដែលកំពុងបន្តតាក់ទងទៅនឹងការលេចធ្លាយសារសម្លេងជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាទន្ទឹមនឹងនេះការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍជាមួយមនុស្ស 2000 នាក់បានបង្ហាញថាអ្នកឆ្លើយសំណួរភាគច្រើនគាំទ្រលោកណាត់ថាពងរឿនផាន់យ៉ាវុតមេដឹកនាំគណៈបកប្រជាជនដែលជាបកប្រឆាំងឲ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជំនួសលោកស្រីផែថងឋានលទ្ធផលស្ទង់មតិបានបង្ហាញថាក្នុងចំណោមអ្នកឆ្លើយសំណួរទាំងអស់មាន 31.48% ចង់ឲ្យលោកណាត់ថាពងធ្វើជានាយករដ្ឋមន្ត្រីដោយសារតែលោកជាយុវជនជំនាន់ក្រោយដែលមានភាពក្លាហានក្នុងការបញ្ចេញមតិមានជំហរនយោបាយរឹងមាំនិងបង្ហាញគំនិតច្បាស់លាស់និងទំនើបផងដែរចំណែកអ្នកឆ្លើយសំណួរតែជិត 10% ប៉ុណ្ណោះដែលគាំទ្រគណៈបកភឿថៃរបស់លោកស្រីផែថនឋានឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី
ឥឡូវនេះយើងបន្តតាមដាននៅរឿងសំខាន់មួយទៀតសេដ្ឋកិច្ចរបស់ប្រទេសថៃអំឡុងខែឧសភាបានបង្ហាញលទ្ធផលចម្រុះខណៈការនាំចេញរបស់ថៃបានកើនឡើង11ខែជាប់ៗគ្នាតែវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសមួយនេះបានជួបនឹងការលំបាកជាច្រើនតួយ៉ាងចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរហូតដល់ទៅ 13.9% ហើយតម្រូវការប្រើប្រាស់ក្នុងស្រុកបានធ្លាក់ចុះដែលធ្វើឲ្យរដ្ឋាភិបាលថៃពិនិត្យតាមដានហានិភ័យនានាយ៉ាងយកចិត្តទុកដាក់នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation តទៅនេះក្រុមការងារ Cambodia លំអិតលើរឿងរ៉ាវនេះដូចតទៅការនាំចេញសរុបរបស់ប្រទេសថៃក្នុងខែឧសភាបានឈានដល់ជាង $31,000 លានអាមេរិកកើនឡើង 18.4% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនាឆ្នាំ 2022 មកដោយសារមានតម្រូវការខ្លាំងពីទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិកមហាយៈចិននិងឥណ្ឌាហើយមុខទំនិញនាំចេញសំខាន់ៗរួមមានផ្លែឈើកែច្នៃគ្រឿងសមុទ្រនិងដំឡូងមីទោះជាយ៉ាងណាការនាំចេញអង្ករជ័រកៅស៊ូនិងឧបករណ៍ទូរគមនាគមន៍បានធ្លាក់ចុះហើយជាការកត់សម្គាល់ពាណិជ្ជកម្មជាមួយប្រទេសជប៉ុននិងប្រទេសចំនួន5ផ្សេងទៀតក្នុងតំបន់អាស៊ានក៏ធ្លាក់ចុះផងដែរនៅក្នុងខែឧសភាឆ្នាំ2025ចំនួនភ្ញៀវទេសចរបរទេសដែលមកលេងនៅប្រទេសថៃបានធ្លាក់ចុះ 13.9% មកនៅត្រឹម 2.2 លាននាក់បើធៀបនឹងឆ្នាំមុនដោយសារភាពតានតឹងនៅក្នុងតំបន់ទន្ទឹមនេះដែរភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងបន្តិចជាង 1.9% ឈានដល់ 22.9 លាននាក់ការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់បានធ្លាក់ចុះតួយ៉ាងការលក់ម៉ូតូបានធ្លាក់ចុះ 1.2% ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះខ្លាំងមកនៅត្រឹម 54.2% បើធៀបនឹង 55.4% ក្នុងខែមេសាហើយប្រាក់ចំណូលពិតប្រាកដពីកសិដ្ឋានក៏បានធ្លាក់ចុះ 4.7% ផងដែរការវិនិយោគឯកជនភាគច្រើននៅទ្រឹងហើយការនាំចូលគ្រឿងចក្របានកើនឡើងយ៉ាងខ្លាំងក្នុងទំហំ 36.2% ប៉ុន្តែការលក់រថយន្តពាណិជ្ជកម្មរួមមានរថយន្តទេសចរនិងរថយន្តដឹកទំនិញជាដើមបានធ្លាក់ចុះ 10.9% ដែលបង្ហាញពីការធ្លាក់ចុះទំនុកចិត្តរបស់អាជីវកម្មផលិតកម្មកសិកម្មបានកើនឡើង 4.3% បើធៀបនឹងឆ្នាំមុនដោយអង្ករនិងជ័រកៅស៊ូបានឈានមុខគេប៉ុន្តែផលិតកម្មដំឡូងមីនិងដូងប្រេងបានធ្លាក់ចុះទំនុកចិត្តក្នុងវិស័យឧស្សាហកម្មបានបង្ហាញពីការធ្លាក់ចុះមកនៅត្រឹម 88.1% ប៉ុន្តែសន្ទុះអ្នកគ្រប់គ្រងការបញ្ជាទិញPMI សម្រាប់ប្រទេសថៃបានកើនឡើងពី 49.5% ក្នុងខែមេសាឈានដល់ 51.2% ក្នុងខែឧសភាដោយបង្ហាញពីក្តីសង្ឃឹមក្នុងការនាំចេញក្នុងវិស័យផលិតកម្មទិន្នន័យបង្ហាញថាអតិផរណានៅតែទាបក្នុងរង្វង់ 0.57% ដែលបង្ហាញពីអបផរណាកម្រិតស្រាលខណៈដែលអតិផរណាស្នូលគឺស្ថិតក្នុងរង្វង់ជាង 1% ហើយបំណុលសាធារណៈរបស់ប្រទេសថៃពេលនេះមានទំហំស្មើនឹង 64.8% នៃផលិតផលក្នុងស្រុកសរុប GDP ដែលស្ថិតក្នុងដែនកំណត់នៃច្បាប់ទិន្នន័យបង្ហាញទៀតថាទុនបម្រុងអន្តរជាតិរបស់ប្រទេសថៃនៅតែរឹងមាំក្នុងទំហំជាង $257,000 លានអាមេរិកដែលអាចជួយគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចបានបើទោះបីជាមានភាពមិនប្រកបប្រជាជាសកលក៏ដោយគណៈបកប្រជាជនថៃទីទានមេដឹកនាំក្រុមបាតកម្មកម្លាំងរួបរวมជាតិចំពោះការញុះញង់ឆន្ទៈជាតិនិយមគណៈបកប្រជាជនថៃបានថ្កោលទោសក្រុមរួមផលាំងរួមផលាំងផែនឌិនឬប្រជាខេមរៈភាសាថាកម្លាំងរួបរวมជាតិដែលបានញុះញង់ឆន្ទៈជាតិនិយមក្នុងសន្ទរកថារបស់ពួកគេដែលខ្លួនជឿថាអាចត្រួសត្រាយផ្លូវសម្រាប់រដ្ឋប្រហារបកនេះអំពាវនាវឲ្យមានការរំលាយសភានិងបើកផ្លូវសម្រាប់ការបោះឆ្នោតថ្មីដើម្បីដោះស្រាយវិបត្តិនយោបាយប្រជាជនថៃបានបង្ហោះសារលើគេហទំព័រ Facebook របស់ខ្លួនក្នុងសន្ទរកថារបស់ខ្លួនថាសន្ទរកថារបស់មេដឹកនាំមួយចំនួនកំឡុងនៃការជួបជុំរបស់ក្រុមរួមផលាំងផែនឌិនកាលពីថ្ងៃទី28មិថុនាឆ្នាំ2025កន្លងទៅនេះនៅវិមានឈ្នះវិមានជ័យជំនះទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីផៃថងឋានចុះចេញពីតំណែងនិងដកការគ្រប់គ្រងពីគណៈបកចម្រុះសម្រាប់រដ្ឋាភិបាលដែលមានខ្លឹមសារបើកផ្លូវសម្រាប់ធ្វើរដ្ឋប្រហារនិងញុះញង់ឆន្ទៈជាតិនិយមហួសហេតុគណៈបកនេះថ្កោលទោសការធ្វើរដ្ឋប្រហារស្របច្បាប់គណៈបកនេះថ្កោលទោសការធ្វើរដ្ឋប្រហារស្របច្បាប់ថាជាសកម្មភាពធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងសហព័ន្ធប្រជាធិបតេយ្យគណៈបកនេះក៏ជំរុញឲ្យសាធារណជនដែលគ្រប់គ្រងការប្រមូលផ្ដុំដកការគ្រប់គ្រងរបស់ពួកគេចំពោះក្រុមនេះព្រោះថាមេដឹកនាំមួយចំនួនអាចគ្រប់គ្រងរដ្ឋប្រហារនិងជ្រៀតជ្រែកក្នុងនយោបាយតាមរយៈមធ្យោបាយអធិបតេយ្យគណៈបកប្រជាជនថៃព្រមមានមិនអនុញ្ញាតឲ្យនរណាម្នាក់កេងប្រវ័ញ្ចលើការបរាជ័យរបស់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានយោបាយតាមរយៈ
មជ្ឈបាយគ្មានចាក់គ្មានប្រជាធិបតេយ្យដែលអាចធ្វើឲ្យមានវិបត្តិនយោបាយនិងសេដ្ឋកិច្ចបន្ថែមទៀតគណៈបកនេះបញ្ជាក់សារជាថ្មីថាមជ្ឈបាយដ៏ល្អបំផុតចេញពីវិបត្តិនយោបាយបច្ចុប្បន្នគឺការរំលាយសភាពនិងការបើកផ្លូវសម្រាប់ការបោះឆ្នោតថ្មីការប្រគល់អំណាចជូនប្រជាពលរដ្ឋដើម្បីឲ្យអាជ្ញាធរកម្ពុជារបស់ប្រទេសអាចកំណត់អនាគតរបស់ប្រទេសជាតិដោយខ្លួនឯងសម្រាប់ចិត្តថាតើមេដឹកនាំនឹងរាជរដ្ឋាភិបាលប្រភេទណាដែលពួកគេចង់បានចា៎អញ្ចឹងស្ថានភាពនៅក្នុងប្រទេសថៃក៏មិនសុខស្រួលដែរប្រិមត្តទូទាំងសនិកជនហើយចា៎គឺប្រជាជនបាតកម្មនៅក្នុងការទម្លាក់នាយករដ្ឋមន្ត្រីលោកស្រីផៃថងថានឈិនវត្តហើយពួកគេយល់ថានាយករដ្ឋមន្ត្រីអត់មានសមត្ថភាពនៅក្នុងការដឹកនាំចា៎នាយករដ្ឋមន្ត្រីវ័យក្មេងពេកចាអត់មានសមត្ថភាពនាយករដ្ឋមន្ត្រីគេថាបែបនេះបែបនោះណាលាក់នឹងលាក់បែបទៅហើយប្រិមិត្តណាចាចាប់ផ្ដើមមានការតិចទៀនចាមានការបដកម្មទម្លាក់នាយករដ្ឋមន្ត្រីហើយស្របពេលដែលស្របជាមួយគ្នានោះពេលដែលបែកធ្លាយសម្លេងសន្ទនារវាងលោកស្រីផៃថងថាននិងសម្ដេចនាយកហ៊ុនសែនទៀតធ្វើឲ្យប្រជាជនថៃកាន់តែលែងមានជំនឿទុកចិត្តទៅលើនាយករដ្ឋមន្ត្រីព្រោះនាយករដ្ឋមន្ត្រីនិយាយផ្សេងធ្វើផ្សឹងចានាយករដ្ឋមន្ត្រីនិយាយចាឥឡូវប្រិមិត្តតាមទស្សនានៅខាងប្រទេសថៃនាយករដ្ឋមន្ត្រីនិយាយកងទ័ពធ្វើថៃត្រឹមតែកងទ័ពចាកងទ័ពបើគេថាមេទ័ពមួយនាយករដ្ឋមន្ត្រីមិនអាចនឹងប្រាប់ការងារឬក៏បញ្ជាការងារបានផងចាធ្វើឲ្យប្រទេសចាក់បានបែងចែកជា2ហើយប្រិមិត្តណាជា2ខាងនាយករដ្ឋមន្ត្រីនិងខាងមេទ័ពចានឹងបានកើតឡើងនៅភាពចាហើយមានបញ្ហានៅក្នុងប្រទេសខ្លួនឯងនោះមិនសុខទេចាធ្វើមិនចវល់ឲ្យបានប្រទេសផ្សេងហ្នឹងគឺវល់វក់ជាមួយគ្នាដែរចាតែកម្ពុជាបានកោទឹកល្អណាស់បងប្អូនចាគឺសម្រាមទូលីផ្សេងរបស់ខ្មៅហ្នឹងគឺអត់មានឲ្យចូលក្នុងទឹកថ្លានេះបានទេចាភាពថ្លានៅថ្លាគឺខិតខំព្យាយាមរែងចេញតទៅអស់ណាចាអញ្ចឹងកុំចង់មកទម្លាក់កុំចង់មកបង្ហាញអាភាពល្អកកហ្នឹងចូលមកក្នុងប្រទេសកម្ពុជាទៀតប្រិមិត្តចាស្របពេលដែលគណៈបកប្រជាជនថៃចាតិទៀនតែកាន់មេដឹកនាំក្រុមបដកម្មកម្លាំងរួមជាតិចាឥឡូវនេះជាបន្តបើយោងទៅតាមការស្ទាបស្ទង់ចាស្ទាបស្ទង់មតិរបស់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីចាអញ្ចឹងខ្ញុំនឹងជំរាបជូនប្រិមិត្តជាបន្តទៀតតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងថានធ្លាក់ដល់មាត់ជ្រោះមរណៈគណៈការស្ទង់មតិប្រជាប្រិយភាពធ្លាក់មកនៅត្រឹម 9.20% ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានឈិនវត្តបានធ្លាក់ដុនដាបកាន់តែខ្លាំងនិងកាន់តែផុយស្រួយនៃការរបូតតំណែងតាមរយៈការធ្វើចាសន្ទុះដែលបង្ហាញពីការធ្លាក់ចុះមកនៅត្រឹមតែ 9.20% ប៉ុណ្ណោះសម្រាប់ត្រីមាសទី2ឆ្នាំនេះបើធៀបទៅនឹងត្រីមាសទី1នេះបើយោងទៅតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍឬហៅជាភាសាអង់គ្លេសថា DJA ហើយជាភាសាអង់គ្លេសថា NIDA បានរាយការណ៍ថាការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី19និងថ្ងៃទី25ខែមិថុនាឆ្នាំ2025បានរកឃើញថាសម្លេងគាំទ្ររបស់លោកស្រីផែថងថានបានធ្លាក់ចុះមកត្រឹម 9.20% ពលគឺធ្លាក់ចុះ 30.9% នៅក្នុងត្រីមាសទី1ចំណាត់ថ្នាក់របស់លោកស្រីស្ថិតនៅទាបជាងគេបង្អស់ធៀបជាមួយមេដឹកនាំគណៈបកប្រឆាំងលោកណាតពងរឿងបញ្ញវុធដែលមានចា31.48% អតីតនាយករដ្ឋមន្ត្រីលោកប្រយុទ្ធច័ន្ទអូចាដែលមាន 12.72% និងសូម្បីតែអតីតរដ្ឋមន្ត្រីមហាផ្ទៃលោកអនុទីនច័ន្ទចាវីដកលដែលមាន 9.64% ប្រជាប្រិយភាពរបស់គណៈបករបស់បកភឿថៃក៏បានធ្លាក់ចុះមកត្រឹម 11.52% ខណៈពីមុនមាន 28.5% តែ 0.5% ទៀបជាងមេចាទៀបជាងគណៈបកប្រឆាំងពលគឺគណៈបកប្រជាជនថៃនិងដៃគូចម្រុះរបស់គណៈបកថៃរូបរួមជាតិការស្ទង់មតិបានវិតម្លៃមតិរបស់ប្រជាពលរដ្ឋចំនួន 2500 នាក់ទូទាំងប្រទេសដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅឬមានអាយុគ្រប់បោះឆ្នោតគណៈបកដែលទទួលបានប្រជាប្រិយភាពកម្ពុជាទាំង5នាពេលបច្ចុប្បន្នគឺគណៈបកប្រជាជនថៃទទួលបាន 46.08% គណៈបកថៃរួបរวมជាតិទទួលបាន 13.24% គណៈបកភឿថៃទទួលបាន 11.52% និងគណៈបកភូមិใจថៃទទួលបាន 9.76% ចំណែក 7.32% ទៀតមិនពេញចិត្តលើគណៈបកណាទាំងអស់ចា៎ប្រិមិត្តយោងតាមការស្ទង់មតិរបស់ប្រជាជនថៃគឺមានការប្រែប្រួលបងប្អូនណាចាធ្លាក់ចុះមែនទែនជាមួយនឹងប្រជាប្រិយភាពរបស់លោកស្រីផែថងថានឈិនវត្តចា
ម្យ៉ាងលោកស្រីផែថងឋានជីនវត្តនេះលោកនាមគាត់ជាគណៈបកគឺថារួបរวมគ្នាគណៈបកទើបអាចឡើងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនេះបានប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីមានបញ្ហាគឺប្រទេសជាច្រើនគណៈបកជាច្រើនបានដកខ្លួនចេញពីគណៈបករបស់លោកស្រីផែថងឋានចាអស់លោកស្រីប្រមត្តទស្សនិកជនបញ្ហាព្រំដែនជាបញ្ហាមួយក្តៅកគុកមែនទែនដែលមហាជនជាពិសេសគឺប្រជាជនទាំងអស់គ្នាបានជ្រាបជាព័ត៌មានដែលបច្ចុប្បន្ននេះខ្ញុំបញ្ជាក់ជូនថាល្បិចនៃការលេងស៊ីផ្លូវចិត្តណាបងប្អូនរបស់ប្រទេសថៃឬក៏គេហៅថាយុទ្ធសាស្ត្រផ្លូវចិត្តយុទ្ធសាស្ត្រចិត្តសាស្ត្រចាយុទ្ធសាស្ត្រលេងផ្លូវចិត្តជាមួយនឹងកម្ពុជាដែលចាប់ផ្ដើមបង្កើតឡើងទី1គឺចាបង្កើតឡើងនៅបញ្ហានៅតំបន់មុំបីចាស្នើសុំកម្ពុជាចូលចាឲ្យកម្ពុជាដកទ័ពថយភាគីកម្ពុជាលើកឡើងថាដកទ័ពថយយ៉ាងម៉េចបានដីកម្ពុជានឹងមិនដែលមានប្រទេសណាមួយដែលឲ្យកងទ័ពដកថយចេញពីប្រទេសខ្លួនឯងទេចេញពីដីរបស់ខ្លួនឯងទេចាបង្កើតឡើងនៅបញ្ហាលើកឡើងថាប្រសិនបើកម្ពុជាមិនដកទ័ពថយទេចាថៃនឹងផ្ដាច់ចរន្តអគ្គិសនីណាចាផ្ដាច់ចរន្តអគ្គិសនីផ្ដាច់នេះផ្ដាច់នោះចាកម្ពុជាថាមិនចាំបាច់ថៃមកគម្រាមផ្ដាច់ទេមកដល់ពេលយកទៅផ្ដាច់ភ្លាមថៃលើកឡើងថាកម្ពុជាយល់ច្រឡំហើយថៃអត់មានចង់បាននិយាយបែបហ្នឹងទេប្រហែលឃើញមួយទៀតទេចាបន្ទាប់ពីបញ្ហាហ្នឹងមកបិទព្រំដែនចាកម្ពុជាអត់តបតចាស្អែកឡើងថៃបើកម៉ោង8បិទម៉ោង5កម្ពុជាថាបើគេបើក8បិទម៉ោង5បិទតាមគេមកចង់ដឹងមកចាគេធ្វើអីទៀតបិទ8បើក8បិទ5ប្រហែលស្អែកឡើងទៀតថៃបើក8បិទម៉ោង4កម្ពុជាថាចាត់ទុកកម្ពុជាជាអីប្រទេស slot boat ចាប្រទេសទុនភ្លុនមួយនេះប៉ុន្តែបាត់ទ្រាំមិនបានទេលែងទុនភ្លុនជាមួយហើយចាកម្ពុជាថាបើក9បិទ4បើអ្នកឯងបើកម៉ោង8ចាំ1ម៉ោងទៀតម៉ោង9ចាំបើកចាំកម្ពុជាបើកច្រាស់ច្រាលពេញហ្នឹងបងប្អូនចាចាប់ផ្ដើមបន្តទៀតបិទតាមបណ្ដោយព្រំដែនទាំងអស់កម្ពុជាថាបិទកម្ពុជាប្រកាសបិទដូចគ្នាបើភាគីថៃមិនបើកមុនកម្ពុជាមិនបើកឡើយហើយចិត្តស្នាមកម្ពុជាសូមចរចាប្រមិតពិចារណាខ្ញុំសរសើរប្រជាជនថៃសរសើរគេថាអ្នកជ្រុលនិយមមួយចំនួនណាចាប់ខ្លួនឯងជាអ្នកបិទកូនសោនៅលើខ្លួនឯងតែស្នាមឲ្យកម្ពុជាសូមចរចាសុំសោហើយកម្ពុជាមានសោណាឲ្យបើសោនៅលើខ្លួនឯងនោះបិទតែខ្លួនឯងបើកតែខ្លួនឯងចាស្នើសុំចរចាដើម្បីកុំឲ្យគេយល់ថាកម្ពុជាថៃនឹងអន់ពេកបិទខ្លួនឯងហើយបើជាអត់មានការចរចាទេបើជាបើកវិញណាបងប្អូនចាហ្នឹងហើយទំនេរបើនឹងខ្លាច់អន់ចឹងខំបិទទៅអីចាបិទហ្នឹងបង្ហាញពីភាពខ្លាំងណាស់បិទហ្នឹងបង្ហាញពីភាពខ្លាំងរបស់ខ្លួនឯងឡើងនៅមុខឆាកបងប្អូនថៃនឹងបិទព្រំដែនដល់ពេលនោះកម្ពុជានឹងដៃដង្ហើមឯងតែពេលបិទទៅកម្ពុជាអត់ដៃដង្ហើមអ្នកដង្ហើមផ្ទឹកដកដង្ហើមមានថៃខ្លួនឯងវិញចាប់ផ្ដើមសុំចរចាមកអាណិតផងចាអាណិតផងសុំចរចាអាណិតផងជួយថៃផងចាហើយខ្លួនឯងជាអ្នកយកសោបបិទខ្លួនឯងចាកម្ពុជាថាអត់ដឹងទេចាអត់ដឹងទេណារឿងហ្នឹងមិនដឹងមិនឮទេបើសិនជាក្នុងករណីថៃបើកបានកម្ពុជាបើកថៃបើកច្រកភ្លាមច្បាស់របាយការណ៍ថាថៃនឹងមិនបិទបែបនេះទេយ៉ាងជួប5ម៉ោងកម្ពុជាបើកតាមក្រោយព្រោះឥឡូវថៃមិនត្រឹមបាត់បង់អ្នកវិនិយោគទេបងប្អូនអ្នកវិនិយោគមួយចំនួនគឺបដូរមកវិនិយោគក្នុងប្រទេសកម្ពុជាយើងចាថៃមិនត្រឹមបាត់បង់អ្នកវិនិយោគទេរោងចក្រដែលនៅប្រទេសថៃត្រូវនឹងថ្កល់ចាព្រោះអត់មានពលករមិននឹងថ្កល់ទំនិញរបស់ថៃត្រូវនាំមកលក់នៅក្នុងប្រទេសកម្ពុជាឬនាំពីនាំមកឆ្លងកាត់កម្ពុជាទៅកាន់ប្រទេសទី3ក៏ត្រូវនឹងថ្កល់ដែរដោយសារអីបាត់ច្រកព្រំដែនមានអីទៅអីទៀតហើយច្រកព្រំដែនហ្នឹងមិនមែនបើកច្រកព្រំដែនមកតែកម្ពុជានាំទំនិញទៅថៃអត់ទេថៃនាំមកកម្ពុជាថៃនាំឆ្លងកាត់តាមរយៈកម្ពុជាទៅកាន់ប្រទេសផ្សេងទៀតអញ្ចឹងសេដ្ឋកិច្ចថៃមិននៅប្រជាជនថៃមិនចប់អ្នកដែលរកស៊ីតាមព្រំដែនចានេះប្រៀបដូចជាថៃសម្រាប់គ្នាឯងអញ្ចឹងចាកម្ពុជាមានបញ្ហាទេបើសិនជាឲ្យថាឲ្យបើសិនជានិយាយថាអត់ប៉ះគឺមិនត្រូវទេបាច់ទឹកដាក់គ្នាតែងតែប៉ះគ្នាហើយតែងតែសើមគ្នាតិចតួចហើយតែកម្ពុជាមានអាវភ្លៀងចាមានអាវភ្លៀងសទឹកតិចតួចប៉ុន្តែមានអាវភ្លៀងជុំទំនិញបន្លែផ្លែឈើផ្សេងអ្នកដែលគាត់មានលុយរបស់ប្រជាជនកម្ពុជាគាត់ទទួលទិញយកចែកនិងលក់បន្តទៀតចាណាចោះថៃបើគ្រាន់តែស្ថានភាពប្រទេសមិនទាន់នឹងបានធូរស្រាលប៉ុណ្ណឹងប្រជាជននៅបាតកម្មទម្លាក់នាយករដ្ឋមន្ត្រីហ្នឹងចានៅបញ្ហានៅឡើយហ្នឹងនាយករដ្ឋមន្ត្រីនិយាយផ្សេងមេតបធ្វើផ្សឹងតែនាយករដ្ឋមន្ត្រីមិនតំបញ្ជាមេតបមួយរូបបានផងហ្នឹងចាហើយសុកត្រានមិនអ្នកវិនិយោគមិនត្រូវដកគ្នាចេញអញ្ចឹងអ្នកណាជាអ្នកបាត់ប្រកាសប្រទេសខ្លួនឯងជាអ្នកធ្វើខ្លួនឯងចាធ្វើខ្លួនឯងហើយបញ្ជាក់ជូនបងប្អូនថៃនៅតែអះអាងថាកម្ពុជាយករបស់ថៃតែនាយកប្រកាសឲ្យថាបើច្បាស់ថាកម្ពុជាយកហេតុអីក៏មិនទៅតុលាការបើយើងនឹងថាម្នាក់នឹងចោលហើយវាក៏មិនទៅតុលាការទេស៊ើបអង្កេតចាមិនអញ្ចឹងទេបងប្អូនបើសិនជាបុគ្គលម្នាក់នឹងជាចោលអ្នកឯងច្បាស់ថាអ្នកម្នាក់នឹងជាចោលលួចទ្រព្យរបស់អ្នកឯង
ហើយចុះហេតុអីក៏មិនព្រមទៅតុលាការគេនឹងស៊ើបអង្កេតនឹងចោលមែនអត់បើយើងមានភ័ស្តុតាងច្បាស់លាស់ហើយយើងមកទៅតុលាការមកហើយចុះបើយើងខ្លាចច្បាប់តើអ្នកណាជាអ្នកចោលពិតប្រាកដណាអ្នកណាជាអ្នកចោលពិតប្រាកដបើយើងអត់ទៅតុលាការផងចាអត់យើងខ្លាចច្បាប់ហ្នឹងតាំងលើកឡើងថារឿងមនុស្ស2នាក់ចោះរឿងនៅក្នុងប្រទេសសាមញ្ញទូចប្រព័ន្ធតែកញ្ចក់មួយប្រិមិត្តករណីរឿងមនុស្ស2នាក់ឥឡូវខ្ញុំឧទាហរណ៍ករណីមនុស្សវាយគ្នាចុះមនុស្ស2នាក់វាយគ្នាមិនបានគេប្តឹងទៅតុលាការមក2នាក់ដោះស្រាយគ្នាមិនត្រូវបានទៅតុលាការមានមកចូលរួមវាយជាមួយណាមិនចឹងមនុស្ស2នាក់ផាក់ស៊ីក្នុងវងតែមួយវាយគ្នាពឹបតុលាការនៅពេញណាមានដឹងអីទេអត់បានទៅចូលរួមវាយជាមួយគេទេប៉ុន្តែអ្នកមកទទួលរឿងគេមកដោះស្រាយទេអញ្ចឹងដូចគ្នាបើបញ្ហាធ្វើភាគីនឹងនិយាយគ្នាឬក៏ធ្វើសកម្មភាពដែលមិនសមនឹងគេថាមិនអាចនឹងចរចាបានវាអស់លទ្ធភាពនៅក្នុងការចរចាហើយមានតែរកច្បាប់បើអំណាចថាគាត់នឹងជាចោលទៅតុលាការមកមានអីខ្លាចចាហើយដើម្បីបានលើកឡើងថាកម្ពុជានឹងថៃអស់លទ្ធភាពនៅក្នុងការចរចាកម្ពុជាស្របតាមផែនទីចុះអនុសារណៈកិច្ចព្រមព្រៀងបារាំងសៀមចាដែលជាកិច្ចព្រមព្រៀងទទួលស្គាល់ជាអន្តរជាតិប៉ុន្តែថៃទទួលស្គាល់នៅផែនទីដែលគូសដោយខ្លួនឯងឬសម្ដេចនាយកលោកហៅថាផែនទីចៅចាច្បាស់មួយបែបនេះអញ្ចឹងសួរថាមនុស្ស2នាក់ប្រកាន់គោលការណ៍ផែនទីខុសគ្នាបាត់ហើយហ្នឹងហើយមានបញ្ហារហូតដល់ផ្ទុះអាវុធពលីជីវិតរបស់កងទ័ពខ្មែរយើងមួយទៀតចរចាបានច្បាស់អត់ថានឹងចរចាឲ្យមានលទ្ធផលថៃនឹងអនុវត្តឬក៏គោរពតាមហើយម្យ៉ាងទៀតបើផែនទីមនុស្ស2នាក់ប្រកាន់ខុសគ្នាបាត់ទៅហើយយកអីជាភ័ស្តុតាងកម្ពុជាយកផែនទីអនុសារណៈបារាំងសៀមថៃយកផែនទីខ្លួនឯងដែលគូដោយដៃខ្លួនឯងចានេះផែនទី original គេហៅថា original ផែនទីបងប្អូន original តែស្អីផែនទីដែលគូដោយខ្លួនឯងមានតែមួយនេះគូដោយខ្លួនឯងហ្នឹងចាគូខ្លួនឯងហើយយកមកតវ៉ាគេជាអន្តរជាតិដែរដើម្បីតាំងថាកម្ពុជាលេងទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះតុលាការហ្នឹងមានភាពសុក្រិតទេចាទៅពេលកាត់ឲ្យចាញ់អត់សុក្រិតទេពេលកាត់ឲ្យឈ្នះសុក្រិតណាស់ចានេះហើយជាបញ្ហាបងប្អូននេះហើយជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ហើយសួរថាតើបែបណានៅក្នុងថ្ងៃទី15ដូចនៅប្រកាស15ចរចា16អត់វិជ្ជាជីវៈចាស្នើសុំអកលមកសម្ដេចចាឪពុកមីហៅតែឪពុកមីមិនបើសិនជាក្នុងករណីចរចាជាលក្ខណៈការទូតយើងមានពាក្យនាយករដ្ឋមន្ត្រីមានពាក្យសម្ដេចមានពាក្យអីបងប្អូនណាចាហៅឪពុកមីធម្មតាសាមញ្ញចាជាលក្ខណៈស្និទ្ធស្នាលហើយស្នើសុំចរចានិយាយរឿងប្រទេសតែដៀទៅកាន់មេតបដល់ពេលសុំកម្ពុជាអីសុំចុចឲ្យកម្ពុជាបើកច្រកនឹងចរចាមូលហេតុសម្ដេចថាអត់បើកទេទុកឲ្យចុះភាគីថៃបើកខ្លួនឯងព្រោះផ្សោតនៅភាគីថៃលើកឡើងថាអត់ទេបើសិនជាថៃសុកថៃបើកខ្លួនឯងទៅប្រជាជនថៃមើលមកហ្នឹងថាថៃហ្នឹងគឺមិនសមរម្យសោះណាថៃហ្នឹងមិនសមរម្យសោះដោយសារថៃហ្នឹងជាអ្នកបិទបើសិនជាអត់មានការចរចាអញ្ចឹងឲ្យតែកម្ពុជាព្រមបើកមកចាថៃនឹងប្រាប់ទៅខាងមេតបបន្តិចណាប្រិមត្តខាងមេតបកម្ពុជាអីចឹងទៅចាហើយនឹងប្រកាសប្រាប់ថាអូមានកិច្ចចរចាទៅមានការបើកច្រកវិញថៃខ្លាចបាក់មុខមាត់លើប្រជាជនហើយចុះប្រទេសកម្ពុជាគាត់ថាកម្ពុជាអត់មានមុខមានមាត់ទេចាឬក៏យ៉ាងណាបន្ទាប់ពីសុំចរចាសុំបើកច្រកមិនបានថ្ងៃទី16លេងសត្វអត់វិជ្ជាជីវៈនាយករដ្ឋមន្ត្រីអត់វិជ្ជាជីវៈមិនដាច់ថាអត់វិជ្ជាជីវៈហ្នឹងហើយបានវាមានរឿងហ្នឹងវាបែកឃ្លាថ្ងៃទី17ហ្នឹងមកហ្នឹងព្រោះតែអត់វិជ្ជាជីវៈហ្នឹងព្រោះតែសម្ដីដែលអត់វិជ្ជាជីវៈរបស់នាយករដ្ឋមន្ត្រីថៃដែលថាឲ្យនាយករដ្ឋមន្ត្រីកម្ពុជាអត់វិជ្ជាជីវៈហ្នឹងបានដល់17បែកឃ្លាសារមកចាបែកឃ្លាសារមកអត់វិជ្ជាជីវៈចាអត់វិជ្ជាជីវៈអេចាបើសិនជាថាបើថាពាក្យនឹងចង់ថាយ៉ាងម៉េចអីយ៉ាងណាក៏គោរពក្នុងនាមជាឪពុកមាដែរអាយុបងអាយុដំណើរនឹងឪពុកចាលេងសតានាយករដ្ឋមន្ត្រីកម្ពុជាអត់នេះលេងឌីលនេះថាលើកទី1ដែលជួបពាក្យហ្នឹងចាលើកទី1ឯងណាដល់ពេលអញ្ចឹងដោយសារតែពាក្យសម្ដីទាំងអស់ហ្នឹងឯងដែលធ្វើឲ្យគ្រួសារដែលធ្វើឲ្យសម្ដេចនឹងលោកថាក់ស៊ីនដែលរាប់អានជាមិត្តភាពរយៈពេល30ឆ្នាំនេះត្រូវបានរលាយចាបាត់បង់ភាពសាសនាជាងមុនមិនដូចមុនដោយសារតែកូនស្រីបើនេះចានឹងអត់វិជ្ជាជីវៈបន្ទាប់ពីអត់វិជ្ជាជីវៈមកប្រិមត្តទេសជនប្រកាសថាកម្ពុជាធ្វើឧក្រិដ្ឋកម្មណាចាអញ្ចឹងត្រូវការបត់ច្រកព្រំដែនដើម្បីការពារសុវត្ថិភាពប្រកាសបានមួយថ្ងៃស្អែកឡើងថៃចាប់បានឧក្រិដ្ឋកម្មនៅក្នុងប្រទេសថៃជាច្រើនអ្នកអេទេវតាបើមានទេវតាពិតជាមានភ្នែកមែនណាបងប្អូនភ្លាមអត់ចាំយូរទេបងប្អូនប្រកាសចេញមកតែម្ដងថៃចាប់បានឧក្រិដ្ឋកម្មណានៃផ្សេងឡាក់អូចាហើយកម្ពុជាមាត់ទេបងប្អូនកម្ពុជាមាត់ទេអត់ទេកម្ពុជាតាមគេដែរណាចាណាតែបើចង់រំលោភអត់បានទេតែកម្ពុជាអត់ធ្វើអសកម្មភាពដែលធ្វើប៉ះពាល់ព្រោះកម្ពុជាគិតពេលឆ្ងាយណាបាត់ច្រកព្រំដែនកម្ពុជាអង្គុយចាំមើលគេបាត់ម៉ាច់ចាគេបាត់មួយថ្ងៃទៅល្ងាចអញ្ចឹងទៅស្អែកឡើងគេបាត់បើកម៉ោង8បាត់ម៉ោង5កម្ពុជាមើលទៀតតាមគេតាមឯងតាចាស្អែកឡើងទៀត8បាត់ម៉ោង4កម្ពុជាថាអូ
បើក9បាត់4វិញចឹងមើលតើអត់កើតទេគេមើលទៅដូចគិតថាកម្ពុជានឹងពឹងអញ្ចឹងអត់បានទេតម្លៃកម្ពុជាមានមែនមានតទៅថៃវិញឥឡូវនេះចាប់ផ្ដើមរឿងនឹងតកលបងប្អូនឥឡូវនេះរឿងនេះ